ជំរាបសួរបងប្អូនទាំងអស់គ្នានេះជាវីដេអូថ្មីបងប្អូនតែបងប្អូនពីមុនមកមិនធ្លាប់បានស្ដាប់ទេនៅវីដេអូនេះជាវីដេអូដំបូងដែលមាននៅក្នុងchannel YouTube នេះបងប្អូនណាហើយបើសិនបើបងប្អូនចូលចិត្តស្ដាប់នៅវីដេអូប្រភេទនេះបងប្អូនអាចតាមដានស្ដាប់នៅក្នុង channel នេះជាបន្តបន្ទាប់បានបងប្អូនហើយសង្ឃឹមថាខ្ញុំនឹងមានពេលធ្វើវីដេអូរបៀបនេះចែកជូនដល់បងប្អូនទាំងអស់ស្ដាប់ហើយការស្ដាប់នេះគឺជាការសិក្សាទាំងអស់គ្នាទេបងប្អូនមិនមែនមានន័យថាជាការចែករំលែកហើយបងប្អូនត្រូវតែគិតតាមឬក៏អនុវត្តតាមទាំងស្រុងទេពីព្រោះការស្ដាប់ច្រើនមានគំនិតច្រើនហើយយើងអាចយកគំនិតទាំងនោះពិចារណាហើយជ្រើសរើសគំនិតណាដែលត្រឹមត្រូវអនុវត្តតាមបានបងប្អូនណាដូចជានៅក្នុងនេះគឺខ្ញុំនិយាយពាក់ព័ន្ធនឹងរឿងមហោសថអញ្ចឹងរឿងមហោសថនេះបងប្អូនអ្នករៀនអក្សរសិល្ប៍ខ្មែរអាចធ្លាប់ឮហើយចំណែកអ្នកសិក្សាផ្នែកខាងពុទ្ធសាសនាខ្លះក៏គាត់ធ្លាប់ឮដែរពីព្រោះនៅក្នុងទស្សជាដកយើងហៅថាអក្សរសិល្ប៍បែបពុទ្ធនិយមក៏គេនិយាយអំពីរឿងមហោសថនេះដែរបងប្អូនអញ្ចឹងនៅក្នុងនេះគឺយើងសិក្សាពីរឿងមហោសថទី1ឬក៏ថារៀនតាមរឿងមហោសថប៉ុន្តែមិនមែនរៀនតាមហើយធ្វើតាមរឿងមហោសថទេបងប្អូនមានន័យថារៀនយកចំណុចល្អហើយយើងគិតរបៀបមកអនុវត្តបែបហើយជីវិតផ្ទាល់ខ្លួនរបស់យើងវិញបងប្អូនពីព្រោះសម័យមុនហើយសម័យបច្ចុប្បន្នវាមានសភាពការឬក៏យើងហៅមានការអាប់ដេតបងប្អូនមានការប្រែប្រួលប៉ុន្តែគំនិតខ្លះយើងអាចគិតនិងអាចធ្វើតាមបានអាស្រ័យទៅលើការច្នៃប្រឌិតរបស់យើងរឿងមហោសថនៅក្នុងរឿងនេះគឺខ្ញុំសូមនិយាយ2ចំណុចបងប្អូនទី1គឺពាក់ព័ន្ធនឹងការគិតគូរទុកជាមុនយើងហៅថាគិតគូរពីអនាគតចុះបងប្អូនណាហើយបងប្អូនមានផែនការឬក៏មានការគិតគូរអ្វីសម្រាប់ថ្ងៃអនាគតដែរឬទេមានន័យថាយើងអាចរំពឹងទុកមុនថាថ្ងៃអនាគតនឹងបែបនេះនឹងបែបនោះនឹងមានរឿងអ្វីកើតឡើងយើងអាចត្រៀមខ្លួនឬអាចបង្ការទុកជាមុនបានបងប្អូនអញ្ចឹងបានជានៅក្នុងវីដេអូនេះខ្ញុំនិយាយអំពីរឿងមហោសថក្នុងរឿងនេះគឺគាត់ជាតួអង្គមួយដែលមានបញ្ញាច្រើនដែលហៅថាបណ្ឌិតឬក៏អ្នកប្រាជ្ញបងប្អូនសម័យមុនហើយគាត់ល្បីមែនទែនដូចជានៅក្នុងសម័យបច្ចុប្បន្នផ្សិនបើលោកយាយលោកតាភាគច្រើនគាត់ច្បាស់ជាស្គាល់ធ្លាប់ឮបងប្អូនមិនស្គាល់មុខទេប៉ុន្តែធ្លាប់ឮនៅពេលដែលគេនិយាយអំពីតួអង្គមហោសថគេនិយាយអំពីមនុស្សដែលមានបញ្ញាបងប្អូនអញ្ចឹងមនុស្សដែលមានបញ្ញានោះថាតើគាត់គិតអ្វីសម្រាប់អនាគតប៉ុន្តែគាត់គិតវាមិនដូចយើងទេដោយសារគាត់សម័យនោះគាត់គឺជាអ្នកការពារនគរឬក៏យើងហៅថាជាសេនាប្រមុខកាន់កងទ័ពអញ្ចឹងណាហើយអ្នកមើលការខុសត្រូវនគរសឹងថាទាំងមូលគឺគាត់អ្នកក្តោបក្តាប់ហើយស្ដេចក៏គោរពក៏ទុកចិត្តលើគាត់ដែរចំណុចដែលគាត់គិតគូរពីនគរនោះគឺមានដូចជាទី1ធ្វើកំផែងការពារនគរបងប្អូនកំផែងហ្នឹងព័ទ្ធជុំវិញនគរហើយធ្វើប៉មយើងហៅចុងប៉មខ្ពស់បងប្អូនដែលនៅពីលើមកតម្រូវមានសេនាមានអីយាមនៅពីលើនោះបាននៅពេលដែលយើងមើលរឿងនេះឬក៏ស្ដាប់ចំណុចនេះគឺនឹកឃើញដល់កំផែងមហាកំផែងរបស់ចិនបងប្អូនចិនវាមានការកសាងកំផែងនេះដែរបុរាណឥឡូវនេះចូលរាប់ពាន់ឆ្នាំហើយបងប្អូនណា
Dân cứ cầm phai bèm đừng ấy. Và ta quạt thưa cầm phai những cả bia krong. Rồi có nó có mỗi cái hạt thả nó có mị thể lá, krong mị thể lá. Nó không lúc miền bờ chia mà ống đá bên em thả vị tê hạ riêng. Những miền mà họ sọt cà phê bất chỉ sầm nàng bỏ quạt đó một con. Nếu trong này chỉ mối quạt thưa cầm phai ấy chích bờ lại tật nó một con lại tật chung với hayในក្នុងភាសាសម័យនោះគេហៅថាស្នាមភ្លោះព័ទ្ធជុំវិញនគរហ្នឹងមិនមែនតែមួយជាន់ទេបងប្អូនហើយដោយសារគាត់គិតគូរល្អិតល្អន់សូម្បីតែការធ្វើហ្នឹងក៏មិនធ្វើលំមានន័យថាត្រូវដែលចងលុកលុយនគររបស់គាត់ក៏ពិបាកដែរគាត់ធ្វើដល់3ជាន់បងប្អូនស្នាមភ្លោះឬក៏បន្លាយហ្នឹងមានស្នាមភ្លោះទឹកនោះផ្សេងទៅមានអាភក់ផ្សេងទៅហើយមានស្នាមភ្លោះដែលយើងហៅថាអត់មានទឹកអត់មានអីទេគោកធម្មតានោះផ្សេងទៅទៀតបងប្អូនអាទឹកនោះចិញ្ចឹមកពើនោះទៅទៀតបងប្អូនអញ្ចឹងវាពិបាកសត្រូវលុកលុយដែរនេះគាត់គិតគូរទុកជាមិនក្រែងមានសង្គ្រាមកើតឡើងមានកងទ័ពឯណាមួយឈ្លានពានណាអានេះវាជាចំណុចល្អអាហ្នឹងល្អសម្រាប់នគរគាត់បងប្អូនទី2គាត់រៀបចំស្បៀងនឹងបង្ការទុកជាមុនណាក៏រៀបចំមានទាំងទឹកមានទាំងអុសហើយរៀបចំមកសពគ្រប់ដោយនៅក្នុងនោះគឺមានជីកស្រះហ្នឹងរៀបចំឲ្យមានទឹកពេញបងប្អូនជីកស្រះកន្លែងណាដែលអាចផ្ទុកទឹកបានគាត់រៀបចំធ្វើយ៉ាងណាឲ្យមានទឹកនៅក្នុងនោះពេញមិនអាចខ្វះខាតក្នុងរយៈពេលខ្លីទេនៅក្នុងនគររបស់គាត់ស្បៀងយើងហៅថាប្រមូលផលស្រូវប្រមូលផលពីផលិតផលដែលអាចទុកបានហ្នឹងគឺគាត់ប្រមូលទុកនៅក្នុងនគរហ្នឹងឯងពេញបងប្អូនអញ្ចឹងមិនអាចនៅក្នុងរយៈពេលខ្លីអាចអស់បានទេនៅពេលដែលកើតសង្គ្រាមឬក៏មានទូរភ័ក្រណាអានេះជាការគិតគូរទុកជាមុនរបស់គាត់ដែរបងប្អូនបន្ទាប់មកទៀតគាត់គិតគូរមួយទៀតក៏គិតគូរអំពីរៀបចំមនុស្សសំបីតែមនុស្សក៏គាត់រៀបចំដែរគាត់រៀបចំឲ្យមានមនុស្សដែលយើងអាចថាប្រើការកើតមកនៅចិត្តគាត់អីចឹងទៅអ្នកដែលសម្បូរធនធានដែលអាចជួយនគរបានមកនៅចិត្តអីចឹងទៅអ្នកសម្រាប់កិច្ចការដែលយើងថាអាចពិភាក្សាប្រជុំសម្រាប់កិច្ចការអ្វីមួយបានគឺគាត់មកឲ្យនៅក្នុងក្រុងអញ្ចឹងទៅដើម្បីងាយពិភាក្សាអានេះនៅក្នុងរឿងទេបងប្អូនណាហើយជាការគិតគូរមួយដែលល្អមែនតើណាបងប្អូននៅក្នុងនោះហើយទំនាក់ទំនងជាមួយនគរផ្សេងគឺគាត់តែងតែធ្វើនៅសេចក្តីស្និទ្ធស្នាលនិងសួរអំពីយើងហៅពាណិជ្ជករឬក៏អ្នកដែលធ្វើចំនួនពីនគរផ្សេងមកនគរគាត់គឺគាត់តែងតែសួរសុខទុក្ខពីស្ថានភាពនគរសួរពីស្ដេចសួរពីអីចឹងទៅដើម្បីឲ្យដឹងពីស្ថានភាពប្រទេសផ្សេងហ្នឹងបងប្អូនងាយស្រួលគាត់រៀបចំទំនាក់ទំនងឬក៏រៀបចំឧបាយយ៉ាងណាក្នុងការដោះខ្លួនចេញពីហេតុណាមួយដែលគាត់មិនបានដឹងដោយការទំនាក់ទំនងនេះអញ្ចឹងនេះវាគឺជាពាក់ព័ន្ធនឹងការដែលគាត់គិតគូរពីអនាគតនឹងបានល្អហើយមានទំនាក់ទំនងនឹងក៏ល្អដែរបងប្អូនវាពាក់ព័ន្ធគ្នាចុះចំណែកតែយើងវិញបងប្អូនមានការគិតគូរពីអនាគតហើយឬនៅបងប្អូនមានផែនការសម្រាប់ការងារធ្វើការងារបងប្អូនឬក៏ផែនការអភិវឌ្ឍខ្លួនរបស់ខ្លួនហើយឬនៅនេះយើងមិនតែគិតគូរកសាងកំផែងនគរអីដូចមហោសថទេហើយក៏មិនមែនតែជីកបន្លាយចិញ្ចឹមកពើអីដែរយើងគិតគូរអំពីការងាររបស់យើងសម្រាប់ថ្ងៃអនាគតតើយើងមានផែនការសម្រាប់3ឆ្នាំយ៉ាងម៉េចហើយការងារសម្រាប់5ឆ្នាំឬក៏10ឆ្នាំអីយ៉ាងម៉េចអាហ្នឹងគឺយើងគិតគូរទុកជាមុនដែរបងប្អូនអាហ្នឹងសំណួរសួរថាយើងបានគិតគូរហើយឬនៅបើអត់ទាន់មានទេបងប្អូនចាប់ផ្ដើមទៅគិតថាត្រូវធ្វើអ្វីហើយ
អភិវឌ្ឍខ្លួនបែបណាចាប់ផ្ដើមពីពេលនេះទៅអានេះខ្ញុំនិយាយអំពីការងារបងប្អូនហើយចំពោះមួយចំណុចទៀតដែលជាចំណុចសំខាន់ដែរបងប្អូនអាចគិតពិចារណាហើយតើអនុវត្តបានដែរទេចំណុចនេះគឺពាក់ព័ន្ធនឹងការបែងចែកលុយកាក់ប្រាក់កាក់ឬយើងហៅថាទ្រព្យសម្បត្តិបែងចែកទៅយើងបែងចែកជា4ចំណែកបងប្អូនហើយបើបងប្អូនពិចារណាទៅថាអាចដកចំណុចណាមួយបានក៏ដកទៅទុកតែមួយចំណែក2ចំណែកតាមអធ្យាស្រ័យទី1នៅពេលដែលយើងរកប្រាក់បានយើងបែងចែកសម្រាប់ចាយវាប្រចាំថ្ងៃនេះបងប្អូនឃើញបងប្អូនមានបែងចែកយ៉ាងដែរទេអាហ្នឹងគឺជាការគិតគូរមួយដែលលម្អិតមិនយកមកដល់គឺចាយទាំងអស់ឬក៏ទុកទាំងអស់ទេមានការបែងចែកបែបនេះឯងនឹងចំណុចទី1ចំណុចទី2រៀបចំប្រាក់បំរុងសម្រាប់បង្កើតមុខរបរឬបើយើងមានមុខរបរហើយគឺពង្រីកមុខរបរនេះបងប្អូនអញ្ចឹងចំណុចទី2បងប្អូននេះក៏សំខាន់ដែរពីព្រោះអ្នកខ្លះគាត់អត់មានគិតគូរពីចំណុចហ្នឹងអញ្ចឹងចាយមកបានតែគ្រប់ចាយទេអត់មានផែនការបង្កើតពង្រីកមុខរបរទេបានមកចាយអស់ទៅវិញក៏ថាបានដែរហើយទី3ចំណុចទី3គឺការធ្វើនៅទង្វើល្អយើងហៅថាធ្វើសប្បុរសធម៌បងប្អូនអានេះវាក៏ជាការងារដែរយើងត្រូវបែងចែកមួយចំណែកដែរក្នុងនាមជាមនុស្សដែលប្រកបដោយមនុស្សធម៌ណែបងប្អូនអញ្ចឹងយើងធ្វើមនុស្សធម៌ធ្វើអំពើល្អហ្នឹងចាប់តាំងពីប្រពន្ធកូនឪពុកម្ដាយបងប្អូនកូនក្មួយសាច់ញាតិឡើងទៅដល់អ្នកក្រៅបងប្អូនអ្នករស់នៅក្នុងសង្គមរបស់យើងអាចចែករំលែកបានទាំងអស់អញ្ចឹងទ្រព្យសម្បត្តិយើងអាចធ្វើតាមរយៈនឹងបានអានឹងមួយចំណែកទៅហើយមួយចំណែកទៀតបងប្អូននេះក៏ជារឿងសំខាន់ដែរដែលយើងមិនអាចមិនគិតគូរបានទេបងប្អូនគឺពាក់ព័ន្ធនឹងប្រាក់បំរុងសម្រាប់ពេលមានអាសន្នឬក៏ពេលមានជំងឺដង្កាត់ផ្សេងដែលយើងមិនអាចដឹងជាមុនបានទេបងប្អូនអាហ្នឹងយើងគេហៅថាប្រាក់បង្ការឬក៏ប្រាក់បំរុងនឹងឯងគឺយើងត្រូវតែមានតិចច្រើនយើងត្រូវតែមានបែងចែកចំណែកណាមួយតម្រូវបំរុងបង្ការជានិច្ចបងប្អូនកុំដល់ពេលហើយស្រាប់តែអត់មានក្នុងខ្លួនសោះអានោះវាគឺជាចំណុចមួយអាចពិបាកដែរភ្លាមយើងមិនអាចទៅខ្ចីឬក៏ឆក់ពីនេះពីនោះមកបានទេប៉ុន្តែបើយើងមានប្រាក់បំរុងខ្លួនឯងស្រាប់នោះវាជាការងាយស្រួលមួយហើយវាបង្កភាពសេចក្តីសុខយើងហៅថាបង្កើតសេចក្តីសុខខ្លួនឯងវាយើងមានណាបងប្អូនយ៉ាងនេះជា4ចំណុចពាក់ព័ន្ធនឹងការបែងចែកទ្រព្យសម្បត្តិបងប្អូនខំថាបងប្អូនស្ដាប់ហើយអាចយកទៅអនុវត្តបានបងប្អូនយើងសរុបមកវិញពាក់ព័ន្ធនឹងការបែងចែកទ្រព្យសម្បត្តិទី1យើងបែងចែកសម្រាប់ការប្រើប្រាស់ឬក៏ចាយវាប្រចាំថ្ងៃទី2សម្រាប់បង្កើតឬពង្រីកមុខរបរទី3សម្រាប់ធ្វើសប្បុរសធម៌ហើយទី4ទុកបង្ការពេលមានអាសន្នណានេះសិតតែជាចំណុចសំខាន់ហើយចំណុចមួយទៀតពាក់ព័ន្ធនឹងទំនាក់ទំនងនៅក្នុងសង្គមដែលក្នុងរឿងមហោសថគឺទំនាក់ទំនងអាចជាមួយបរទេសឬក៏ប្រទេសដទៃដែលមកធ្វើការជាមួយប្រទេសនោះតាមរយៈការរកស៊ីអញ្ចឹងទេប៉ុន្តែយើងអ្នករកស៊ីក៏របៀបហ្នឹងដែរមានអ្នកទំនងដៃគូសហការរកស៊ីអញ្ចឹងទៅប៉ុន្តែក្នុងទីនេះខ្ញុំសូមនិយាយអំពីទំនាក់ទំនងជាទូទៅទេនៅក្នុងសង្គមដែលយើងនិយាយពីការរាប់អានគ្នាចាបងប្អូនរាប់អាននេះគឺមិនមែនរាប់អានទាំងអស់ទេអ្នកដែលគួររាប់អានគឺរាប់អានអ្នកមិនគួរក៏វាមិនបាច់ចាំរាប់អានទេបងប្អូនណាមិនបាច់ចាំរាប់អានទេប៉ុន្តែកុំបង្កទៅជាចំនួនមិនឲ្យតែឃើញមិនរាប់អានខ្លាចទៅជាសត្រូវទេមនុស្សយើងណាបងប្អូនគ្រាន់តែអ្នកធម្មតាអញ្ចឹងទៅអញ្ចឹងចំណុចនេះខ្ញុំបែងចែកជាមនុស្ស3ដែរទី1មនុស្សដែលយើងត្រូវរាប់អានអានេះពិបាករកដែរបងប្អូនណាដោយសារយើងជាប្រភេទមនុស្សខុសគ្នា
មនុស្សយើងត្រូវរាប់អានខ្លះប៉ុន្តែគេបែរទៅជាគេថាយើងរាប់អានអ្នកហ្នឹងអ្នកខ្លះគេមិនចូលចិត្តអ្នកហ្នឹងក៏ថាបានណាប៉ុន្តែសំខាន់យើងរាប់អានទៅវាអាចមានផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកហើយមិនមែនរាប់អានដើម្បីតែផលប្រយោជន៍ទេរាប់អានហើយគេអាចជួយយើងបានយើងអាចជួយគេបាននេះអានេះវាគឺជារឿងមួយល្អបងប្អូនណាហើយយើងអាចត្រូវការពេលណាគឺគេជួយយើងតាមលទ្ធភាពអីរបស់គេអញ្ចឹងទៅមិនមែនយើងរាប់អានដើម្បីតែសុំពីគេទេអានេះវាគ្រោះថ្នាក់ទៅវិញបងប្អូនអានោះយើងចង់បានគេជាមនុស្សល្អប៉ុន្តែយើងបែរទៅជាមិនល្អទៅវិញអានោះវាគ្រោះថ្នាក់ទី2មនុស្សដែលគួរនិយាយរកបងប្អូនណាហ្នឹងទូទៅឯងបងប្អូនមកសំគ្រាន់តែនិយាយរកហ្នឹងមិនបញ្ហាទេបងប្អូនឃើញនរណាក៏អាចនិយាយរកបានដែរហើយគេនិយាយមករកយើងនិយាយទៅគេវិញធម្មតាមិនឈានទៅដល់ការរាប់អានស្និទ្ធស្នាលដូចមនុស្សទី1មិញទេមនុស្សទី1មិញគឺរាប់អានដើម្បីជួយរាប់អានក្នុងភាពស្និទ្ធស្នាលជាមិត្តភក្តិជិតដិតហើយមនុស្សចំណុចនេះគឺជាទូទៅយើងហៅថាមនុស្សទូទៅដែលយើងគ្រាន់តែស្គាល់ធម្មតាយើងអាចនិយាយរករាប់អានបានប៉ុន្តែមិនបាច់ចាំបាច់ធ្វើការស្និទ្ធស្នាលក៏បានដែរបងប្អូនហើយមនុស្សមួយទៀតគឺបានទៅដល់មនុស្សដែលយើងមិនបាច់រាប់អានទេបងប្អូនហើយក៏មិនបាច់និយាយរកអីដែរមានន័យថាមនុស្សហ្នឹងក៏យើងរាប់អានទៅក៏វាអត់មានប្រយោជន៍ដល់យើងដែរហើយគ្មានបញ្ហាអីឬក៏មានន័យថាវាមានភាពចាំបាច់ឲ្យត្រូវនិយាយរកទេអញ្ចឹងឲ្យគាត់ធ្វើដំណើរឬក៏ធ្វើអ្វីតាមការងារដំណើររបស់គាត់ទៅយើងមិនចាំបាច់ពាក់ព័ន្ធក៏បានដែរអានេះបងប្អូនអាចសម្លឹងមើលខ្លួនឯងមនុស្សប្រភេទនេះប៉ុន្តែជៀសវាងការឆ្លោះបងប្អូនស្រាប់តែមិនរាប់អានមនុស្សណាំរាប់អានយើងបកកជលុះអាហ្នឹងយើងគ្រោះថ្នាក់ទៅវិញបងប្អូនអញ្ចឹងនេះពាក់ព័ន្ធនឹងការតំណាក់តំណងខ្ញុំលើក3នឹងចោះហើយវាមិនសំខាន់ទេអានេះវាអាស្រ័យទៅលើបុគ្គលឬក៏បញ្ញារបស់បងប្អូនមើលបុគ្គលនោះដោយខ្លួនឯងបងប្អូនណាយើងឲ្យអ្នកនេះអ្នកនោះមើលជំនួសក៏ពិបាកដែរពីព្រោះយើងអ្នករាប់អានយើងអ្នកធ្វើតំណាក់តំណងអញ្ចឹងមានប៉ុណ្ណឹងទេបងប្អូនសូមអរគុណសង្ឃឹមថាបងប្អូននឹងតាមដានស្ដាប់នៅវីដេអូក្រោយៗទៀតសូមកុំភ្លេចជួយ like និង comment ផងបើបងប្អូនបានស្ដាប់វីដេអូនេះសូមអរគុណសូមជម្រាបលា